មកមហូបដែលខ្ញុំចូលចិត្តធ្វើជាងគេគឺជ្រក់ក្រៅឆ្នាំងនឹងឯងបងប្អូនអរគ្នាដោយសារតែធ្វើដល់5នាទីផងបានញ៉ាំហើយរសជាតិឆ្ងាញ់មែនទែនបងប្អូនយើងអាចញ៉ាំជាមួយបាយក៏បានយើងចង់ញ៉ាំជាមួយមីជាតិរបស់យើងនេះអូយកាន់តែឆ្ងាញ់បងប្អូនអរគ្នាហើយមីជាតិហ្នឹងបងប្អូនញ៉ាំឆៅគឺរសជាតិឆ្ងាញ់មែនទែនបងប្អូនធ្លាប់ញ៉ាំឆៅអញ្ចឹងអត់របស់យើងញ៉ាំឆៅក៏ឆ្ងាញ់ញ៉ាំស្រុះក៏ឆ្ងាញ់ដែរបងប្អូនទាំងអស់គ្នាជាពិសេសខ្ញុំចូលចិត្តរសជាតិសាច់ជ្រូកច្រាំហ្នឹងតែម្ដងហើយថ្ងៃហ្នឹងគឺខ្ញុំអត់ចង់ញ៉ាំជាមួយបាយទេអញ្ចឹងខ្ញុំធ្វើជ្រក់ក្រៅឆ្នាំងញ៉ាំជាមួយនឹងមីស្រស់របស់យើងហ្នឹងបងប្អូនអរគ្នាដោយសារតាទៅពេលយើងធ្វើដាក់រសជាតិជូរអញ្ចឹងទៅពេលយើងយកមកស្រស់ជាមួយមីគឺឆ្ងាញ់ហើយមុខនេះដែរយើងកុំឲ្យស្រស់វាឆ្អិនពេកទេបងប្អូនអរគ្នាគ្រាន់តែថាទឹកពុះយើងដាក់សាច់គោមកយើងលើកចុះពីចក្រានតែម្ដងទៅព្រោះអីបើថាយើងទុកឲ្យឆ្អិនពេកក៏អត់ឆ្ងាញ់ដែរសាច់គោយើងអាចនឹងស្វិតអញ្ចឹងការងារហើយថ្ងៃហ្នឹងអត់មានអីទេបងប្អូនអរគ្នាហើយមានតែធ្វើម្ហូបបោះផ្ទះដាំបាយតែប៉ុណ្្នឹងឯងហើយទូនាទីគឺបញ្ចុកបាយកូនបន្ទាប់ពីធ្វើម្ហូបឆ្អិនអញ្ចឹងថ្ងៃហ្នឹងខ្ញុំធ្វើជ្រក់ក្រៅឆ្នាំងនឹងដែរប៉ុន្តែខ្ញុំដុសពេលអត់ដាក់ម្ទេសបងប្អូនទុកឲ្យកូនញ៉ាំផ្សេងដោយសារតែកូនខ្ញុំនៅទូចអញ្ចឹងទៅខ្ញុំគាត់អត់ចេះញ៉ាំម្ទេសទេអញ្ចឹងខ្ញុំស្រង់ដោយឡែកពីគ្នាបងប្អូនអរគ្នាឥឡូវយើងមកចាប់ផ្ដើមមើលមុខម្ហូបយើងវិញណាគ្រឿងផ្សំរបស់យើងមានជាមួយនឹងខ្ទឹមបារាំងហើយខ្ញុំដាក់ជាមួយនឹងខ្ទឹមក្រហមខ្ទឹមសជីជ្រូករបស់យើងជាមួយនឹងក្រូចឆ្មានិងម្ទេសផងដែរហើយចំពោះតួអាចរបស់យើងហ្នឹងគឺសាច់គោនឹងឯងហើយសាច់គោថ្ងៃហ្នឹងខ្ញុំរើសយកអាចច្រឡក់ផុយបងប្អូនអរគ្នាបើសិនជាយើងយកអាសាច់ស្វិតយកមកធ្វើជ្រក់ក្រៅឆ្នាំងដឹងអត់ឆ្ងាញ់ហើយដោយសារតែពេលយើងយកទៅស្រោះជាមួយនឹងកន្លែងទឹកស៊ុបរបស់យើងហ្នឹងគឺយើងដាក់តែមួយប្រងទេអញ្ចឹងបើថាយើងដាក់យូរក៏សាច់គោយើងវាអាចនឹងស្វិតដែរនេះបន្ទាប់ពីយើងហាន់សាច់គោហើយយើងចាប់ផ្ដើមមកហាន់ជាមួយនឹងបន្លែគ្រឿងផ្សំរបស់យើងទុកមួយឡៃសិនមកហើយតាមយើងទៅដាំទឹកតាមក្រោយនិយាយទៅយើងធ្វើតែមួយផ្លេតទេបងប្អូនអរគ្នាដូចថាយើងចង់ញ៉ាំយើងធ្វើញ៉ាំក្តៅអញ្ចឹងបើថាយើងធ្វើទុកឲ្យត្រជាក់ហ្នឹងក៏អត់ឆ្ងាញ់ដែរអញ្ចឹងមុខម្ហូបមុខនេះធ្វើលឿនទេគ្រាន់តែយើងផ្សំគ្រឿងទុកដាក់ឲ្យហើយទៅពេលដល់ម៉ោងញ៉ាំយើងចាប់ផ្ដើមដាំទឹកហើយធ្វើញ៉ាំតែម្ដងហើយចំពោះគល់ក្រែខ្ញុំចិត្តជាចំណិតប្រទេសស្ដើងអញ្ចឹងបងប្អូនចាឥឡូវយើងបានរៀបចំគ្រឿងផ្សំរបស់យើងរួចហើយមាននៅលើតុហ្នឹងបងប្អូនអរគ្នាតែប៉ុណ្្នឹងយើងចាប់ផ្ដើមមកដាក់ដាំទឹកមកហើយខ្ញុំមានបន្ថែមជាមួយនឹងដុំស៊ុបខ្នុរហើយប៊ីចេងបន្តិចហើយនឹងស្ករសបងប្អូនអរគ្នាតបមកទៀតយើងដាក់ជាមួយនឹងគល់ក្រែម្ដេចលក្រួយហើយយើងដាក់បន្លែដែលយើងបានហាន់ចូលទៅហើយចុងក្រោយហ្នឹងខ្ញុំបន្ថែមជាមួយនឹងទឹកត្រីចំពោះរសជាតិវិញយើងដាក់តាមចំណូលចិត្តយើងមកបងប្អូនហើយអញ្ចឹងទៅពេលទឹកពុះហ្នឹងយើងចាប់ផ្ដើមភ្លក់មកថាភ្លក់រសជាតិមកល្មមហើយយើងក៏ដាក់សាច់គោចូលទៅតែម្ដងហើយយើងចាប់ផ្ដើមប្រលត់ភ្លើងតែប៉ុណ្ណឹងសាច់គោជ្រក់ក្រៅឆ្នាំងរបស់យើងគឺឆ្អិនរួចរាល់ជាការស្រេចហើយយើងគ្រាន់តែបន្ថែមជាមួយនឹងជីជ្រក់របស់យើងទៅតាមក្រោយរសជាតិមកឆ្ងាញ់តែម្ដងហើយនេះបន្ទាប់ពីខ្ញុំភ្លក់មកល្មមហើយគឺខ្ញុំដាក់ជីចូលទៅតែម្ដងបងប្អូនចំពោះជីរបស់យើងហ្នឹងគឺយើងមានជីរណាជីលឹកវែងនិងលឹកខ្ទឹមហើយតមកខ្ញុំភ្លក់ទៅវារឿងស្ទើជូរបន្តិចក៏យើងបន្ថែមជាមួយនឹងក្រូចឆ្មាចូលទៅតាមក្រោយទៀតហើយចំពោះមុខម្ហូបមុខដែរគឺខ្ញុំមានបន្ថែមជាមួយនឹងម្ទេសដែរប៉ុន្តែមុននឹងខ្ញុំដាក់ម្ទេសខ្ញុំត្រូវដួសទុកឲ្យកូនខ្ញុំទុកញ៉ាំសិនដោយសារតាកូនខ្ញុំនៅទូចអញ្ចឹងគាត់អត់សូវចេះញ៉ាំហឹលទេអញ្ចឹងខ្ញុំដួសទុកមួយចានទុកកាន់បញ្ចុកបាយកូនអញ្ចឹងណាបងប្អូនអរគ្នាហើយបន្ទាប់ពីយើងដួសរួចរាល់ចេញហើយចាំយើងបន្ថែមជាមួយនឹងម្ទេសដែលយើងបានហាន់ល្អិតទូចហ្នឹងចូលទៅតាមក្រោយនិយាយទៅបើសិនជាយើងចូលចិត្តហឹលយើងបុកដាក់ឲ្យច្រើនទៅបងប្អូនតែបើខ្ញុំអត់សូវចូលចិត្តហឹលអញ្ចឹងទៅយើងក៏ដាក់តិចល្មមអានេះបើជ្រក់ក្រៅឆ្នាំងរបស់យើងបើយើងដាក់ហឹលពេកហ្នឹងក៏វាអត់សូវឆ្ងាញ់ដែរនិយាយទៅតាមចំណូលចិត្តរបស់យើងទេបើយើងចូលចិត្តហឹលហើយវីដេអូរបស់ខ្ញុំហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀត